chẳng để gì đó ba mà mẹ bài ấy này khơi chi snap ai bán nó được khơi côn kia để kia nè để miền Hà được một thầm trầm thấu nông vi pi khu nó ai bàn thầm tích tích ai bà mà phải chứng tất đó là bậc hạt thì bàn hai chẳng vì ai riêng là mà riêng ở côi riêng chô riêng ruột thì miền ca bị vượt này phía xa nó phía xa này dễ ấn và mình bị vượt này phía xa ông lê ấy mình mà đây thành trang thế và bị vượt này phía xa này dễ một quạt năng bà được trong việc chun phàm đây chẳng tất á năng này còn nãy có ọt miền Israel đây phía xa này dễ đến phía chánคือเตี้ยตอนแต่năng phía xaไว้เดวินจุดครูนบอกกดแต่กดบานอ่านวัดประรดไงนั่นเองแบบ ở tiết ai đăng tỷ lệ phần giảm phim đăng cái bàn gì hết để gì quạt chào còn đăng hoặc là quạt cua còn đăng trắng quạt ai đăng còn đăng là phơi được cua thì sẽ ba chí bị tranh là xử lý nha và sân cho quạt ở chào chan chào là pria quạt đăng bằng thà vậy để quạt chào nó cứ ba chí lệ tập cầu mà chừng tận trắng nó không cả đi cứ khi sát cứ có bị vọt bàn phần nắng ta mà vậy để rồi khơi ở lục kia gì nắng ប៉ុន្តែការវិវត្តដ៏តូចតាចនេះវាគឺជាផ្នែកមួយដែលធ្វើឲ្យកុមារនឹងវិវត្តខ្លាយទៅជាមនុស្សធំតែមានលក្ខណៈពេញរូបពេញរាងបានណាហ្នឹងហើយគាត់ចាប់ផ្ដើមខ្លាយជាមនុស្សបានពេញរូបពេញរាងគឺចាប់ពីដំណាក់កាលហ្នឹងទៅចូលដល់ដំណាក់កាលទី2អូនត្រូវចាំ keyword ណាហ្នឹងហើយអាចប្រើប្រាស់រូបភាពជារូបតំណាងបានលើសពីនឹងទៅទៀតអូនមើលឃើញរូបនេះគឺជារូបដែលគេពិសោធន៍ទៅលើក្មេងហ្នឹងបាទរូបដែលគេពិសោធន៍ទៅលើក្មេងហ្នឹងជាបាទបណ្ដាកន្លែងហ្នឹងក្មេងអាចកំណត់បានថាលោកគ្រូតាមពិតអក្សរលើនិងអក្សរក្រោមតាមពិតទៅចំនួនវាប្រហែលគ្នាទេបើគ្រាន់តែអក្សរក្រោមនេះលោកគ្រូរៀបជិតគ្នាអាលើនោះលោកគ្រូរៀបឆ្ងាយពីគ្នាចឹងបញ្ញារបស់ក្មេងនៅក្នុងកន្លែងនេះគាត់មានសមត្ថភាពកំណត់បាននៅចំនួនទោះបីជាមានការផ្លាស់ប្ដូរទ្រង់ទ្រាយក៏ដោយទឹកខាងក្រោមដូចគ្នាចឹងគេសួរកូនទឹកកែវ1 2ហ្នឹងមួយណាច្រើនជាងក្មេងមានសមត្ថភាពឆ្លើយបានថាទឹកទាំងពីរកែវនោះស្មើគ្នាដល់ពេលចូលដល់កែវបន្ទាប់ទៀតបាទក្មេងសំទោសគ្រូហ្នឹងក៏គាត់លើកកែវបាទចាក់ទៅកែវមួយទៀតទីនឹងទូចប៉ុណ្ណេះទ្រវែងរួចហើយសួរទៅក្មេងថាកូនតើទឹកកែវទី1ទី2មួយណាច្រើនជាងចឹងក្មេងនៅតែអាចកំណត់បានថាលោកគ្រូទឹកកែវទាំងពីរហ្នឹងស្មើគ្នាទេប៉ុន្តែតាមពិតវាគ្រាន់តែមួយកែវតូចមួយកែវធំប៉ុន្តែតាមពិតទឹកទាំងពីរហ្នឹងដូចគ្នាទេក្មេងអាចឆ្លើយបានអាចកំណត់បានណាមួយទៀតអូនមើលឃើញក្លេបាទក្លេក្លេហ្នឹងគឺដីឥដ្ឋហ្នឹងណាបាទដីឥដ្ឋក្មេងនៅបរទេសគេចិត្តលេងអាក្លេហ្នឹងប៉ុន្តែមិនមែនដីឥដ្ឋយើងអាដីប្រភេទដូចគេ matter អា matter ហ្នឹងអាដុំទុនហ្នឹងគេក្មេងគេលក់ដុំក្មេងយកមកច្បាច់លេងណាទី1ទី2គេសួរក្មេងមួយទី2មួយណាធំជាងបីថាប៉ុណ្្នឹងគ្នាដល់ពេលបន្តទៀតគេទាញមួយទៀតមួយវែងទៅហើយគេសួរក្មេងថាកូនតើដុំ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 ដីហ្នឹងក្លេហ្នឹងមួយណាមានលបាយច្រើនជាង matter ហ្នឹងវាលបាយណាវិញគាត់អាចឆ្លើយបានថាលោកគ្រូតាមពិតអាពីរហ្នឹងប៉ុនគ្នាទេប្រព័ន្ធមួយនេះលោកគ្រូទាញវែងមួយនេះនៅដុំណាអាក្លេចឹងក្មេងអាចកំណត់បាននៅលបាយមួយទៀតក្មេងអាចកំណត់បាននៅប្រវែងអញ្ចឹងគេវិសោធន៍ទៅលើឈើហ្នឹងគេថាកូនឈើលើនឹងក្រោមហ្នឹងមួយណាវែងជាងក្មេងថាឈើហ្នឹងស្មើគ្នាណាឈើហ្នឹងស្មើគ្នាបន្ទាប់មកទៀតគេក៏បានអូសឈើមួយទៅមុខហើយទុកក្នុងតែមួយនោះដែរគេសួរក្មេងទៀតថាកូនតើឈើពីរហ្នឹងមួយណាវែងជាងក្មេងនៅតែអាចកំណត់បានទៀតថាអូខេនៅកន្លែងនេះឈើនេះគឺប្រវែងគ្នាទេវាគាត់តែមួយទៅមុខមួយទៅក្រោយអញ្ចឹងក្មេងអាចកំណត់បាននៅប្រវែងនិងទីតាំងដល់ឃើញណាប៉ុន្តែអត់ខ្ញុំរៀងលឿនតិចព្រោះយើងនៅសល់ម៉ោងតិចតែខ្ញុំចង់ចប់មេរៀនហ្នឹងមានអាជាសំណួរទេអូនទាន់ទេលឿនពេកលោកផ្សេងឡូអ្នកផ្សេងអូនណាអូខេអរគុណអញ្ចឹងបើថាជ្រុលតែមួយស្ដាប់ហើយឥឡូវនឹងបន្តទៅទៀតបាទចូលដំណាក់កាលទី3
keyword របស់ទី3គឺក្មេងមានសមត្ថភាពធ្វើចំណុចតាមប្រភេទក្មេងអាចមានសមត្ថភាពដឹងអាណាទៅតាមប្រភេទរបស់វាទៅណាមួយទៀតក្មេងមានលទ្ធភាពអាចធ្វើបញ្ច្រាស់ធ្វើត្រឡប់ឬបញ្ច្រាស់កន្លែងនេះគឺនិយាយពីរឿងការដើរថយក្រោយណាប៉ុន្តែន័យអាចនិយាយលើសពីហ្នឹងគូរូបបាទគូរូបឧមាក្មេងកូនប្អូនលោកគ្រូឲ្យលោកគ្រូឲ្យក្មេងគូរូបណាគូរូបគោកូនគូរូបគោឲ្យបិចឲ្យកណ្ដាស់ខ្មៅដៃគូទៅគូគូរូបគោសិនទៅគូអត់ស្អាតលុបចោលគូឡើងវិញបាទអាហ្នឹងគឺយើងហៅថាមានសមត្ថភាពធ្វើត្រឡប់ឬធ្វើបញ្ច្រាស់ណាក្មេងអាចមានសមត្ថភាពសូត្រមេលេខបញ្ច្រាស់ក្មេងអាចធ្វើគូរូបបានធ្វើសូនជារូបគោបាទដីឥដ្ឋធ្វើរូបគោធ្វើទៅអត់ស្អាតមូរចោលធ្វើឡើងវិញធ្វើបញ្ច្រាស់អញ្ចឹងដល់ដំណាក់កាលនេះក្មេងអាចអានសរសេរនិងស្វែងយល់អ្វីដែលជាលទ្ធផលក្នុងការស្គាល់ខ្លួនឯងច្បាស់អញ្ចឹងកន្លែងនេះគឺថាក្មេងចាប់ផ្ដើមស្គាល់ខ្លួនឯងច្បាស់ហើយស្គាល់យ៉ាងម៉េចយើងអត់ដឹងទេបាទតែអ្វីដែលសំខាន់ខាងក្រោមក្មេងចាប់ផ្ដើមយល់អំពីអារម្មណ៍របស់អ្នកដទៃនិងចំណុចពិសេសរបស់ខ្លួនឯងយល់ពីអារម្មណ៍របស់អ្នកដទៃអាហ្នឹងគឺចូលដល់មេរៀនដែលយើងនិយាយពីមុនទ្រឹស្ដីនៃចិត្តណាហ្នឹងហើយដែលនិយាយអំពីការលាក់បាល់ការលាក់ស្ករគ្រាប់អីហ្នឹងអាហ្នឹងគឺដល់ចំណុចហ្នឹងហើយបាទថាក្មេងមានសមត្ថភាពយល់អំពីអារម្មណ៍របស់អ្នកដទៃហើយក្មេងក៏ចាប់ផ្ដើមមានចំណុចពិសេសផ្ទាល់ខ្លួនចេះមានចំណុចពិសេសផ្ទាល់ខ្លួនអ្វីទៅដែលចំណុចពិសេសផ្ទាល់ខ្លួនឡើយអូនណាអាចនិយាយប្រាប់ខ្ញុំតិចបានថាតើខ្ញុំដូចធ្លាប់សួរអត់ទេណាតាក់ទងទៅនឹងចំណុចខ្លាំងចំណុចខ្សោយផ្ទាល់ខ្លួនអូនធ្លាប់លើខ្ញុំសួរសំណួរនោះទេពីមុនមានទេអត់ទេណាបាទអញ្ចឹងមកឥឡូវអូនមើលរូបនេះនៅក្នុងរូបនេះគឺក្មេងយើងឲ្យឈឹកគូគាត់ហ្នឹងបាទយើងឲ្យឈឹកគូគាត់ទៅយើងឲ្យគាត់រៀបបាទអញ្ចឹងដល់ដំណាក់កាលនេះក្មេងគាត់អាចរៀបឈឹកគូហ្នឹងបានណាបាទរូបនេះឈឹកគូហ្នឹងអូនណាឃើញហ្នឹងគឺក្មេងគាត់មានសមត្ថភាពរៀបឈឹកគូហ្នឹងបានត្រឹមត្រូវបាទមានទុកវែងមានខ្លីបាទមានក្បាលមានកតុយគាត់រៀបបានត្រឹមត្រូវអាហ្នឹងគឺចូលដំណាក់កាលទី3ចូលដំណាក់កាលទី4គឺជាដំណាក់កាលចុងក្រោយគេថាក្មេង keyword របស់វានៅកន្លែងនេះក្មេងមានសមត្ថតម្លៃធំជាងណាភាសាចា៎លោកគ្រូអ្នកផ្សេងអូនផ្សេងតើស្រមោចដំរីមួយណាធំជាងដំរីធំជាងលោកដំរីធំជាងណាបាទសមត្ថកម្មគេនិយាយថាសមត្ថកម្មគេនិយាយថាសមត្ថកម្មគេថាបើស្រមោចធំជាងឆ្មាឆ្មាធំជាងដំរីតើស្រមោចនឹងដំរីមួយណាធំជាងតាំងណាចម្ពោះហ៎ចាលោកគ្រូអូនមួយណាធំជាងដំរីធំជាងលោកគ្រូដំរីធំជាងណាអូខេសម្ពោះសម្ពោះលក្ខណៈចាលោកគ្រូបើមួយតាមណាលទ្ធកម្មថាស្មោចធំជាងមកធំជាងហ៎ចាហើយធំជាងដំរីអញ្ចឹងគាត់ចាំគេថាបើស្មោចធំជាងឆ្មាឆ្មាធំជាងដំរីគេថាស្មោចហ្នឹងធំជាងដំរីចាគាត់ខ្ញុំថាតាមសមត្ថកម្មដែរគ្រូចំចាអ្វីទៅដែលហៅថាសមត្ថកម្មបងនេះដែលគេបង្ហាញយើងនៅលើនេះណាគ្រូឥឡូវលោកគ្រូសួរខ្លួនឯងថាអ្វីទៅដែលជាសមត្ថកម្មសមត្ថកម្មបាទខ្ញុំលើលោកគ្រូថ្លែងថាដែរទៅ ឥឡូវខ្ញុំសួរខ្លួនឯងតាមការយល់របស់បងអូនតើអ្វីទៅដែលហៅថាសមត្ថកម្មសមត្ថកម្មទៅ hypothesis ផលិតកម្មអ្វីទៅដែលហៅសមត្ថកម្មសមត្ថកម្មសមត្ថកម្មទៅសម្រាប់ប្រធានគ្រូធានណាកណាឯសម្រាប់ប្រធានណាធានបាទថ្មី
បំរៈប្រធានបំរៈ បំ ប្រ រាប់ ធានលោកគ្រូ បំរាប់ធានណា ចាប្រធានឲ្យមក ធានឲ្យមកប្រធានគេឲ្យមកអញ្ចឹងហ៎ ចាលោកគ្រូ ចិត្តអ្នកផ្សេងអូនអ្វីទៅថាសមត្ថកម្ម ខ្ញុំគិតដូចលោកគ្រូដែរសមត្ថកម្មគឺជាធាតុដែលគេបានប្រាប់មកលោកគ្រូ បាទ តែគេបានប្រាប់គេចែកចាក់តាមមួយៗឲ្យយើង អាចពិតទេអាចពិតអត់ ហើយខ្ញុំគិតថាអាច50-50លោកគ្រូ ឥឡូវខ្ញុំចង់សួរឯងថាតើវាអាចពិតទេហើយអាចមិនពិតដែរអត់ មានពិតនិងមិនពិតលោកគ្រូ អូខេ good បាទសមត្ថកម្មគេឲ្យអាចពិតឲ្យអាចមិនពិតប៉ុន្តែសំខាន់សួរតែគេឲ្យយ៉ាងម៉េចអូនធ្វើទៅតាមគេឲ្យជាងហៅថាសមត្ថកម្មជាងសមត្ថកម្មនៃរូបមកសមត្ថកម្មគឺអ្វីដែលគេឲ្យដែលប្រធានឲ្យនៅក្នុងន័យនេះនៃសមត្ថកម្មថាបើសមត្ថធំជាងឆ្មាធំជាងដំរីតើសមត្ថដំរីមួយធំជាងបើន័យជាក់ស្ដែងគឺដំរីធំជាងសមត្ថតែបើក្នុងន័យសមត្ថកម្មសមត្ថធំជាងដំរីត្រឹមត្រូវអត់ ត្រូវលោកគ្រូ បើ A ធំជាង B B ធំជាង C អញ្ចឹងនាំឲ្យ A និង C មួយណាធំជាង សេធំជាង A ធំជាង C ណាហ្នឹងហើយអញ្ចឹងគឺសមត្ថកម្មមកក្នុងន័យកន្លែងនេះគឺក្មេងមានអាចមានសមត្ថភាពគិតបែបសមត្ថកម្មទោះបីជាមានលក្ខណៈអរូបីតែក្មេងអាចគិតក្នុងកន្លែងហ្នឹងបានអញ្ចឹងដល់ដំណាក់កាលនេះគឺក្មេងអាចមានការគិតបែបលក្ខណៈ advance អូខេអរគុណមានដូចជាសំណួរអត់ មានទេលោកគ្រូ